ภาษาដែលយើងបានឆ្លងកាត់វាគឺជាមេរៀនជីវិតមួយដែលយើងត្រូវរៀនពីវាពេលស្មោះត្រង់ហ្នឹងអាចថាឲ្យគេខ្លួនឯងក៏បានមនុស្សខ្ញុំគឺជាមនុស្សអាចនិយាយបានថាលេខកណាតាតុកសិចក៏បានតែមនុស្សខ្ញុំឆាប់ឆេវឆាវអារម្មណ៍អត់សូវល្អអញ្ចឹងណាបាទនេះសួរពុកម៉ែបងប្អូនអរគ្នាស្វាគមន៍មកកាន់ឆ្នាំថ្មីឆ្នាំ2026ខ្ញុំហើយនឹងម៉ៃអូខេអញ្ចឹងឆ្នាំថ្មីនេះគឺខ្ញុំមានកម្រងនៅក្នុងការធ្វើអ្វីជាមួយនឹងតានហើយជាពិសេសនោះគឺធ្វើនៅក្នុងsocial media ហ្នឹងតែម្ដងហើយ channel គឺខ្ញុំមិន channel ថ្មីទេប៉ុន្តែគឺខ្ញុំបង្កើតឈ្មោះថ្មីហើយកែសម្រួលវាអ្វីឲ្យវាថ្មីទាំងអស់តាំងពី cover តាំងពីឈ្មោះ channel ឯងគឺយើងត្រូវកែទាំងអស់តែម្ដងហើយខ្ញុំនឹងបង្ហាញនេះឈ្មោះ channel របស់ខ្ញុំហើយនឹងlogo cover channel របស់ខ្ញុំអ្នកអាចមើលខាងលើនេះបានហើយនៅក្នុងគោលបំណងនៃការធ្វើ channel ថ្មីមួយនេះគឺខ្ញុំហើយនឹងម៉ៃគឺមានកម្រងនៅក្នុងការធ្វើដើម្បីទី1ដើម្បីជាការកំសាន្តទៅកាន់អ្នកទាំងអស់គ្នាផងដែរហើយក៏ជាការលើកទឹកចិត្តក៏ជាការអភិវឌ្ឍខ្លួនហើយក៏ជាការដាក់វិន័យទៅលើខ្លួនឯងដូចគ្នាអញ្ចឹង channel មួយនេះខ្ញុំសង្ឃឹមថានឹងមានផលប្រយោជន៍ច្រើនសម្រាប់អ្នកទស្សនាហើយដោយដែលអ្នកគ្នាបានដឹងអញ្ចឹងខ្ញុំហើយនឹងម៉ៃគឺនៅជាមួយគ្នាពេលច្រើនគឺនៅជាមួយគ្នាច្រើនអញ្ចឹងក៏ចង់ចាប់ដៃគ្នាមិនមែនតែចាប់ដៃគ្នាទេយើងចាប់ដៃមកគ្នាមកយូរហើយប៉ុន្តែយើងចង់ចាប់ដៃលើនេះគឺចង់ចាប់ឲ្យមាំឲ្យខ្លាំងឲ្យជាប់ជាងមុនហើយនឹងធ្វើអ្វីដែលថ្មីដែលពួកយើងនឹងធ្វើជាមួយគ្នាហើយចំពោះគោលបំណងធំនៃការផលិតវីដេអូនេះដូចសាហានិយាយមកហ្នឹងគឺចង់បដិថាបង្កើនទៅលើវិន័យសម្រាប់ផ្ទាល់ខ្លួនវិន័យក្នុងការរស់នៅវិន័យក្នុងការធ្វើការងារអីជាក់ស្ដែងហើយផ្ដោតសំខាន់ទៅលើការផលិតវីដេអូបាទដូចឈ្មោះ channel បងប្អូនឃើញ 365D ហ្នឹងគឺ 365D ក៏365ថ្ងៃហ្នឹងគឺពួកយើងព្យាយាមជាបដិញ្ញាចិត្តថានឹងធ្វើវីដេអូរៀងរាល់ថ្ងៃទាំងអស់បាទរៀងរាល់ថ្ងៃអាហ្នឹងក៏វាជាការដាក់វិន័យកំណត់វិន័យទៅលើផ្នែកមួយដែរមានការបដិញ្ញាចិត្តវីដេអូចំពោះវីដេអូមែនតើយើងមិនតែប្រកាសថាត្រូវតែធ្វើវីដេអូដែលល្អដែលមើលទៅស្អាតឥតខ្ចោះអត់ទេពួកយើងជឿធ្វើវីដេអូសាមញ្ញធម្មតាទៅតទៅនឹងការរស់នៅប្រចាំថ្ងៃទៅតសកម្មភាពការងាររបស់ពួកយើងអាចចែកម្លែកទៅកាន់អ្នកទាំងអស់គ្នាបានយើងនឹងព្យាយាមធ្វើបានរៀងរាល់ថ្ងៃព្រោះសកម្មភាពការងាររបស់ពួកយើងរាល់ថ្ងៃនេះបើមិនជាយើងអាចឆ្លៀតពេលថតបានក៏វាជារឿងមួយល្អព្រោះវាជាការចែកម្លែកបាទទៅតទៅនឹងកីឡាដោយការងាររបស់យើងបច្ចុប្បន្ននេះគឺទៅតទៅនឹងការអប់រំកីឡាបាទបើមិនជាយើងអាចចែកម្លែកថតសកម្មភាពខ្លះចែកម្លែកទៅកាន់បងប្អូនរបស់បានទេសនាវាជារឿងមួយដែលល្អបងប្អូនទាំងនេះអាចនឹងទូបានអត្ថប្រយោជន៍នៃការកំសាន្តផ្សេងទៅបាទហើយការធ្វើវីដេអូនេះគឺមិនមែនគោលដៅរបស់ខ្ញុំធ្វើតែនៅក្នុង YouTube TikTok អីទេគឺខ្ញុំធ្វើទាំងអស់តែម្ដងមានតាំងពី YouTube តាំងពី TikTok មានតាំងពី Facebook Page គឺធ្វើទាំងអស់ហើយដាក់ឈ្មោះតែមួយដូចគ្នាដើម្បីងាយស្រួលដើម្បីឲ្យងាយស្រួលបងប្អូនចង់ទៅមើលនៅក្នុង YouTube ក៏បានចង់មើលក្នុង TikTok ចង់មើលនៅក្នុង Facebook ក៏បានដែរព្រោះតែវីដេអូនៅក្នុងplatform មួយគឺយើងធ្វើរៀងខុសប្លែកគ្នាបន្តិចអត់ខុសប្លែកគ្នាច្រើនទេទៅ YouTube អញ្ចឹងបើសិនជាអ្នកនរគ្នាចង់ទៅមើលគឺយើងមើលធ្វើវីដេអូបែបលក្ខណៈយ៉ាងវែងតិចហើយដូច TikTok យើងធ្វើលក្ខណៈបែបយ៉ាងខ្លីអញ្ចឹងដើម្បីងាយស្រួលទៅកាន់អ្នកនរគ្នាទស្សនាផងដែរហើយមែនតើទៅគឺ channel ដែលខ្ញុំឈ្មោះដែលខ្ញុំនឹកឃើញថាចង់ដាក់នេះគឺខ្ញុំបាននឹកគិតមកយូរដែរហើយព្រោះថាខ្ញុំចង់ដឹងថាខ្លួនឯងក្នុងមួយឆ្នាំហ្នឹងគឺមានការវិវត្តទៅលើអ្វីខ្លះហើយបានធ្វើអ្វីខ្លះដើម្បីទី1ខ្ញុំខ្លួនឯងផ្ទាល់តែម្ដងដើម្បីមើលពីចំណុចខ្វះខាតរបស់ខ្លួនឯងនិងមើលឃើញអំពីការរីកចម្រើនរបស់ខ្លួនឯងហើយដើម្បីអភិវឌ្ឍខ្លួនឯងបន្តទៅមុខទៀតហើយក៏ជាការចែកម្លែកមួយទៅកាន់បងប្អូនទាំងអស់គ្នាតែគិតថាពួកខ្ញុំអាចចែកម្លែកទៅកាន់អ្នកនរគ្នាបានគិតថាវីដេអូនឹងមានផលប្រយោជន៍សម្រាប់អ្នកនរគ្នាដូចជាការជ្រើសរើសកីឡាសម្រាប់សុខភាពការកំណត់វិន័យទៅលើខ្លួនឯងនិងការអភិវឌ្ឍសមត្ថភាពមិនថាអីទេអ្នកនរគ្នាគឺសិតតែសំខាន់នៅក្នុងហ្នឹងហើយគោលដៅរបស់ខ្ញុំវីដេអូនេះមិនមែនមានន័យថាចង់ធ្វើតែដើម្បីតែសុខភាពវិន័យខ្លួនឯងទេមានតាំងពីការកំសាន្តមានតាំងពីការដើរលេងអីសងព្រេងអីជាច្រើនខ្ញុំដាក់ចូលនៅក្នុងវីដេអូនេះឲ្យអ្នកនរគ្នាមើលតែម្ដងហើយខ្ញុំនឹងព្យាយាមធ្វើវីដេអូនេះឲ្យបានជារៀងរាល់ថ្ងៃហើយខ្ញុំនឹងថ្មីសង្ឃឹមថានឹងអាចធ្វើជាមួយគ្នាបន្តទៅមុខជាមួយគ្នានឹងបានយូរអង្វែងតទៅមុខទៀតជារៀងរហូតហើយគោលដៅនៃការធ្វើវីដេអូរបស់ខ្ញុំគឺខ្ញុំអាចនឹងធ្វើលក្ខណៈបែបជា compare គ្នាខ្ញុំឲ្យមួយគាត់អីចឹងទៅពីការធ្វើអីមួយទៅក្នុងថ្ងៃតែមួយគ្នាថាពួកខ្ញុំបានធ្វើអីខ្លះហើយគាត់បានធ្វើអីខ្លះទៅនឹងក៏ជាការកំសាន្តទៅកាន់អ្នកនរគ្នាផងដែរបើសិនជាអ្នកនរគ្នាចូលចិត្តខ្ញុំឬមកចូលចិត្តគាត់អ្នកនរគ្នាអាចមើលវីដេអូរបស់ខ្ញុំហើយគាត់ធ្វើបានហើយ
này đi cứ mình đang tham mình lại control đấy mình tay trong chìm mình phơi rồi việc càng đại lọ từ một ngày tới một ngày ហើយមិនដែរឥឡូវនេះគឺចិត្តដល់ថ្ងៃឆ្លងឆ្នាំហើយសប្តាហ៍ថ្ងៃទៀតគឺយើងឈានចូលដល់ឆ្នាំថ្មីហើយក្នុងសួរនាំនេះ2025នេះយើងមានកម្មវិធីអីខ្លះឆ្លងកាត់រឿងរ៉ាវអីខ្លះបានរៀនសូត្រអីខ្លះ បើនិយាយពីឆ្នាំ2025គឺជាឆ្នាំដែលខ្ញុំបានភ្លក់រសជាតិនៃបទពិសោធន៍ជីវិតនឹងគឺច្រើនខ្លាំងមែនតើគឺច្រើនជាងឆ្នាំមុនកន្លងមកគឺខ្ញុំភ្លក់បានរសជាតិច្រើនទីមួយតាំងពីការស្គាល់ថ្មីតាំងពីបានបំពេញការងារដែលយើងស្រឡាញ់ហើយបានជួបជាមួយនឹងរឿងដែលយើងមិនសមបំណងក៏ជាច្រើនដូចគ្នាបើនិយាយពីជួបរឿងគឺជួបច្រើនខ្លាំងមែនតើចាប់ពីឆ្នាំ2025នោះគឺខ្ញុំបានជួបរឿងច្រើនខ្លាំងមែនតើតាំងពីរឿងការងារនោះគឺជាធម្មតាជីវិតខ្ញុំគឺទៅលើការងារហ្នឹងច្រើនហើយម៉ៃក៏ដូចគ្នាដែរអញ្ចឹងជីវិតនៅក្នុងការងារក៏រៀនខ្ញុំបានច្រើនខ្លាំងមែនតើតាំងពីឲ្យស្គាល់មនុស្សជាមួយខ្លួនតាំងពីឲ្យស្គាល់អ្នកថ្មីឲ្យយើងរៀនសូត្រអ្វីដែលថ្មីហើយឆ្នាំ2025នេះខ្ញុំក៏ដឹងពីចំណុចខ្សោយរបស់ខ្លួនឯងមានច្រើនដូចគ្នាអញ្ចឹងសង្ឃឹមថានៅឆ្នាំ2021នេះខ្ញុំនឹងតាំងចិត្តអភិវឌ្ឍទៅលើចំណុចខ្សោយរបស់ខ្លួនឯងហើយចោះម៉ៃក្នុងឆ្នាំ2025នេះមានឆ្លងកាត់រសជាតិជីវិតអីគេខ្លះអាចចែកចម្លែកបានសម្រាប់ខ្ញុំផ្ទាល់ហ្មងឆ្នាំ2025នេះបើយើងនិយាយតែឆ្លងកាត់គឺឆ្លងកាត់ច្រើនដូចគ្នាបាទរឿងការងាររឿងកខ្លួនរឿងគ្រួសារអីគឺយើងឆ្លងកាត់ច្រើនតែគ្នានោះក៏ខ្ញុំបានសម្រាប់នៅភារកិច្ចការងារមួយចំនួនច្រើនបាទដូចទីមួយខ្ញុំបានបញ្ចប់ថ្នាក់បញ្ញាបត្ររបស់ខ្ញុំជំនាញគ្រប់គ្រងបាទហើយបន្តទៀតយើងមានសកម្មភាពផ្សេងៗដូចជាទទួលបាននៅការបន្តបណ្ដា training រายការអន្តរជាតិនៅប្រទេសម៉ាឡេស៊ីដែលទៅជាមួយនឹងសិហាដូចគ្នាហើយយើងមានរឿងរ៉ាវល្អច្រើនតាមគ្នាក៏មានរឿងដែលវាមិនសមប្រកបច្រើនថារឿងការងាររឿងផ្ទាល់ខ្លួនរឿងគ្រួសាររឿងស្នេហាផ្សេងៗក៏វាមិនសមប្រកបច្រើនព្រោះយើងអត់សប្បាយចិត្តពិបាកចិត្តអីផ្សេងៗប៉ុន្តែ អូខេយើងនឹងព្យាយាមបន្តទៀតព្រោះខ្ញុំមានហត់និតមួយខ្ញុំគាត់ថាមនុស្សយើងវាមិនអាចថាសប្បាយចិត្តឬក៏អ្វីគ្រប់យ៉ាងវាសុទ្ធតែសមប្រកបដូចអ្វីដែលយើងប្រាថ្នាយើងកាត់មកតែតែមានរឿងដែលខកចិត្តរឿងដែលមិនសមចិត្តមិនសមអ្វីដែលយើងប្រាថ្នាអញ្ចឹងហើយយើងអត់មានស្អីបានក្រៅពីទី1បើកចិត្តទទួលយកការពិតបាទទី2យើងព្យាយាមកែតម្រូវទៅលើអ្វីដែលយើងគិតថាជាចំណុចខ្វះខាតហើយយើងដឹងខ្លួនឯងថាជាចំណុចខ្វះខាតយើងព្យាយាមកែសម្រួលកែតម្រូវទៅនិយាយស្មោះត្រង់ហ្នឹងអាចថាហេតុគេខ្លួនឯងក៏បានមនុស្សខ្ញុំគឺជាមនុស្សអាចនិយាយបានថាលេខកណាថា toxic ក៏បានតែមនុស្សខ្ញុំឆាប់ឆេវឆាវអារម្មណ៍អត់សូវល្អអញ្ចឹងណាពេលខ្លះពាក្យសម្ដីខ្ញុំនិយាយទៅបើតាមអារម្មណ៍យើងខឹងខ្លួនណាគឺទៅមកប្រើប៉ុណ្ណឹងគឺអត់ចេះគិតអីច្រើននិយាយដូចណាគឺថាមនុស្សកំហឹងតកំហល់ណាចឹងហើយខ្ញុំដឹងខ្លួនឯងអាហ្នឹងជាចំណុចមួយដែលខ្ញុំនៅខ្វះខាតខ្ញុំត្រូវអនុវត្តខ្លួនឯងទៅលើចំណុចទាំងអស់ហ្នឹងបាទមកថារឿងតខ្លួនរឿងការងារខ្ញុំមានបញ្ហាមួយគឺបញ្ហាអត់ចេះគ្រប់គ្រងកំហឹងខ្លួនឯងហ្នឹងតែជាចំណុចខ្វះខាតធំមួយរបស់ខ្ញុំចឹងហើយសម្រាប់ឆ្នាំថ្មីនេះឆ្លងកាត់ទៅតាមរឿងបានយកមកតាមរឿងដែលយើងបានស្របឆ្លងកាត់ឆ្នាំ2025យើងគាត់ថានេះគឺជាចំណុចធំដែលយើងគួរតែកែតម្រូវខ្លួនឯងបាទសម្រាប់ឆ្នាំ2026នេះសង្ឃឹមថាខ្លួនឯងអារម្មណ៍ល្អជាងមុនច្រើនចេះគ្រប់គ្រងកំហឹងច្រើនគ្រប់គ្រងទៅលើពាក្យពេចន៍ការនិយាយស្ដីនឹងបានច្រើនជាងនេះទៀតគឺប៉ុណ្ណឹងខ្ញុំចង់បន្ថែមពីដែរពាក់ព័ន្ធជាមួយនឹងឆ្នាំ2025នេះបើនិយាយពីបញ្ហាឬមួយក៏អ្វីដែលខ្ញុំបានឆ្លងកាត់ទាំងរឿងតខ្លួនទាំងគ្រួសារទាំងការងារបាទគឺជួបច្រើនដូចគាត់ដូចគ្នាគឺជួបមកច្រើនរឿងខ្លួនឯងហ្នឹងក៏វាមកច្រើនដែរហើយគេច្រើនគឺខ្ញុំលឺថាមនុស្សដែលអត់ទៅចេះនៅតុកខ្លួនឯងយកចំណៃមិនថាគឺអត់ចេះនៅផ្ទះនិយាយឲ្យខ្លីក៏ចេះនៅផ្ទះដូចថ្ងៃទំនេរថ្ងៃអង្គារថ្ងៃអីចឹងបើសិនជាខ្ញុំទំនេរពីការងារគឺខ្ញុំអត់ដឹងថានៅផ្ទះវាអត់ទៅមិនអត់ទៅសំណុកចិត្តមិនចឹងនៅផ្ទះវាយើងអត់ទៅសុបាយតែបើសិនជាបានថ្ងៃដែលទំនេរហ្នឹងបើសិនជាបានខាងសាលាឬមួយក៏កន្លែងធ្វើការក៏ដាក់ការងារធ្វើបែរទៅជារឿងដែលគួរឲ្យចង់ធ្វើបែរជារឿងដែលយើងជាក្តីបំណងរបស់យើងវិញដូចថ្ងៃនេះចឹងថ្ងៃអង្គារគឺខ្ញុំពេលច្រើនគឺមកជួបគាត់ទោះបីជាឥឡូវខ្ញុំធ្វើការខុសកន្លែងគ្នាក៏មិនមែនក៏ប៉ុន្តែនៅតែឆ្លៀតមកជួបគ្នានៅពេលដែលថ្ងៃពួកខ្ញុំតលេចឹងហើយបើនិយាយអំពីការងារឆ្នាំនេះខ្ញុំគឺខ្ញុំទទួលបានភាពជោគជ័យច្រើននៅក្នុងការងារហើយនិយាយអស់ទៅខ្ញុំក៏សប្បាយចិត្តដូចគ្នាតែបានទទួលនៅអ្វីដែលខ្ញុំទទួលបាននៅក្នុងឆ្នាំថ្មីនេះទាំងពីការទុកចិត្តពីថ្នាក់លើហើយនិងពីការឆ្លងរាប់អានពីបុគ្គលិកដូចគ្នា
hay có miền mật kẹt lo nực nông cái lại càng nghe nông trang được nghe đôi chỉ may chứ lầnนี้มันត្រឹមតែជាមិត្តភក្តិការងារទេដូចមិត្តភក្តិហើយក៏ដូចជាបងប្អូនគ្នាដែរឥឡូវនេះគឺល្អខ្លាំងមែនតើហើយបើពាក់ព័ន្ធជាមួយនឹងសិស្សឬមួយក៏មនុស្សដែលថ្មីដែលខ្ញុំបានជួបគឺខ្ញុំជួបភាគច្រើនខ្ញុំជួបសិតតែមនុស្សល្អមានថាមនុស្សដែលនាំឲ្យខ្ញុំទៅរកផ្លូវល្អមិនជាមនុស្សដែលនាំឲ្យខ្ញុំទៅរកផ្លូវមិនល្អហើយវិនិច្ឆ័យអន្តរាយទេគឺពួកគាត់សិតតែជាល្អមនុស្សល្អចូលក្នុងជីវិតរបស់ខ្ញុំចឹងន័យថាជីវិតរបស់ខ្ញុំពីមួយជំហានទៅមួយជំហានគឺតែងតែល្អទៅមុខរហូតអញ្ចឹងនេះក៏ជាចំណុចមួយដែលខ្ញុំចង់លើកទៅកាន់អ្នកទាំងអស់គ្នាផងដែរបើសិនជាយើងធ្វើល្អគិតល្អមានបំណងល្អអ្នកទាំងអស់គ្នានឹងជួបមនុស្សល្អហើយបើនិយាយអំពីបទពិសោធន៍នៃការឈឺចាប់ជួយចត់ជួបប្រទេសក្នុងឆ្នាំ2025នេះក៏ប៉ុន្តែវាពិតជាអស្ចារ្យសំខាន់ខ្លាំងមែនទែននៅពេលដែលយើងអាចឆ្លងផុតណាយើងមានឧបសគ្គយើងមានបញ្ហាតែពេលដែលយើងអាចឆ្លងវាផុតណាខ្ញុំមានអារម្មណ៍ថាខ្ញុំដូចអត់មានអារម្មណ៍តូចចិត្តអត់មានអារម្មណ៍ថាខ្លួនឯងមិនត្រូវជួបរឿងបែបហ្នឹងទេខ្ញុំសប្បាយចិត្តទៅវិញវ៉ាវខ្ញុំខ្លាំងមិនខ្ញុំអាចដោះស្រាយបញ្ហាមួយនឹងបានមិនខ្ញុំអាចឆ្លងវាបានអញ្ចឹងខ្ញុំកាន់តែចង់ឲ្យបញ្ហាហ្នឹងមកជួបខ្ញុំទៀតចង់ឲ្យវាមកជួបខ្ញុំដើម្បីខ្ញុំត្រៀមយុទ្ធសាស្ត្រនៅក្នុងការដោះស្រាយបញ្ហាហ្នឹងបើសិនជាខ្ញុំបានជួបបញ្ហាកាន់តែច្រើនខ្ញុំជឿថាខ្ញុំសមត្ថភាពនៅក្នុងការដោះស្រាយបញ្ហាហ្នឹងក៏កាន់តែច្រើនដូចគ្នាអ្នកនរគ្នាឆ្នាំ2025ចុងឆ្នាំដែលខាងសាលាជូនពួកខ្ញុំទៅវឹកហាត់ Light នៅប្រទេសម៉ាឡេស៊ីគឺថ្ងៃដែលខ្ញុំចេញមកថ្ងៃទៅហ្នឹងគឺខ្ញុំអូខេហើយយើងរៀបរាប់ពីដំណើរនៃការទៅហ្នឹងគឺយើងអូខេហើយអស់ហើយតែពេលដែលចេញមកវិញអ្នកនរគ្នាចិត្តដល់ម៉ោងហោះមកវិញបាត់ passport អ្នកនរគ្នា passport សំខាន់ណាយើងនៅស្រុកខ្មែរនេះយើងគិតថា passport នឹងអត់សំខាន់ទេសម្រាប់កំណើតឬមួយក៏អត្តសញ្ញាណប័ណ្ណរបស់យើងក៏អត់សំខាន់ទេតែពេលដែលយើងទៅប្រទេសគេ passport នឹងគឺសំខាន់យើងត្រូវដាក់ជាប់ខ្លួនរហូតតែដោយឡែកឯងខ្ញុំបាត់ជ្រុះបាត់ជ្រុះអញ្ចឹងបើនិយាយពីអារម្មណ៍នៃការដែលខ្ញុំបានបាត់នៅពេលហ្នឹងគឺសួរម៉ៃគាត់នៅក្បែរខ្ញុំបើសួរថាខ្ញុំភ័យអត់ខ្ញុំអត់ភ័យទេព្រោះថាខ្ញុំគឺថាបញ្ហាហ្នឹងវាធ្លាក់មកលើខ្ញុំដោយសារតែខ្ញុំខ្វះខាតនៅចំណុចអីអញ្ចឹងព្យាយាមរៀនសូត្រហើយព្យាយាមរកដំណោះស្រាយថាយើងគួរតែដោះវាដោយវិធីសាស្ត្រណាហើយក៏សូមអរគុណទៅកាន់ថ្នាក់លើដូចគ្នាដែលគាត់បានជួយខ្ញុំគឺជួយបង្រៀនតាំងពីការរស់នៅតាំងពីការរស់ឲ្យបានល្អតាំងពីការដោះស្រាយបញ្ហាគឺគាត់បានរៀនខ្ញុំបង្រៀនខ្ញុំច្រើនខ្លាំងមែនទេអញ្ចឹងឆ្នាំថ្មីនេះឆ្នាំ2026នេះខ្ញុំសង្ឃឹមថាខ្ញុំនឹងជួបបញ្ហាច្រើនទៀតហើយនឹងដោះស្រាយបញ្ហាទាំងអស់នោះបានដោយជោគជ័យសម្រាប់ខ្ញុំផ្ទាល់ហ្មងដូចនិយាយពីដើមឆ្នាំ2025យើងមានបញ្ហាច្រើនតែយើងអាចឆ្លងកាត់បានចំពោះការឆ្លងកាត់រាល់បញ្ហាទាំងអស់នោះមិនមែនតែខ្ញុំតែឯងអាចធ្វើវាបានទេខ្ញុំជឿកាសនេះក៏អរគុណទៅដល់មិត្តភ័ក្តិដល់ក្រុមការងារទៅដល់មនុស្សគ្រប់គ្នាដែលបានជួយខ្ញុំបាទបើគ្មានអ្នកទាំងអស់នោះជួយក៏ខ្ញុំមិនអាចឆ្លងរាល់បញ្ហាទាំងអស់ហ្នឹងដែរបញ្ហាទាំងអស់ហ្នឹងនិយាយសាមញ្ញហៅថាវាតូចតាចសម្រាប់អ្នកផ្សេងតែសម្រាប់ខ្ញុំវាធំដែរអញ្ចឹងណាប៉ុន្តែនៅតែមានមនុស្សល្អមិត្តភ័ក្តិល្អមនុស្សជុំវិញខ្លួនអាចនិយាយបានថាខ្ញុំសំណាងត្រង់ចំណុចហ្នឹងគឺខ្ញុំមានមនុស្សល្អជុំវិញខ្លួនខ្ញុំច្រើនមែនទែនរាល់ពេលខ្ញុំមានបញ្ហាគឺតែងតែមានគាត់ចូលមកជួយបើជាជួយមិនបានច្រើនក៏ជាចំណែកតូចមួយជួយដោះស្រាយលើបញ្ហាដែលខ្ញុំជួបប្រទះព្រោះខ្ញុំមានអារម្មណ៍មួយគឺកក់ក្ដៅសប្បាយចិត្តពេលដែលយើងមានបញ្ហាមានមនុស្សជុំវិញខ្លួនយើងគាត់ចូលមកជួយនៅជាមួយយើងមកថាតិចក្តីច្រើនក្តីតែគាត់គ្រប់សង្វើល្អដែលគាត់បានជួយខ្ញុំគឺអត់ដែលភ្លេចទេហើយក៏អរគុណគាត់គ្រប់គ្នាមិត្តភ័ក្តិបងប្អូនក្រុមគ្រួសារដូចគ្នាគាត់តែងតែជួយជាកម្លាំងចិត្តជួយជាមតិយោបល់អីផ្សេងខ្ញុំពិតជាសប្បាយចិត្តមែនតើអរគុណគាត់ទាំងអស់គ្នាបានជួយបាទទៅដោយឧបសគ្គដែលយើងបានឆ្លងកាត់វាគឺជាមេរៀនជីវិតមួយដែលយើងត្រូវរៀនពីវានៅពេលដែលយើងគិតថាយើងជួបឧបសគ្គហ្នឹងយើងមានអារម្មណ៍ថាយើងអត់សូវសប្បាយចិត្តទេយើងគិតថាយើងហ្នឹងមិនត្រូវជួបបញ្ហាអស់ហ្នឹងតែអ្នកទាំងគ្នានៅពេលដែលយើងដោះស្រាយឧបសគ្គឬមួយក៏បញ្ហាទាំងអស់ហ្នឹងបានណាអ្នកទាំងគ្នាប្រកាសជាកោតសរសើរមកលើខ្លួនឯងថាមិនខ្ញុំអាចឆ្លងការឧបសគ្គនឹងបានខ្ញុំអាចដោះស្រាយបញ្ហានឹងបានអាហ្នឹងគឺយើងកាន់តែមានកម្លាំងចិត្តឬមួយក៏កាន់តែជឿជាក់ទៅលើខ្លួនឯងម្ដងតិចហើយទាំងអស់នេះដូចម៉ៃក៏បានលើកឡើងមកអញ្ចឹងគឺយើងមិនអាចជោគជ័យបានឬមួយក៏យើងអាចដោះស្រាយបញ្ហានឹងបានតែម្នាក់ឯងទេគឺយើងត្រូវការមនុស្សជុំវិញខ្លួនដែលគាត់ជាមនុស្សល្អដែលគាត់ជាមនុស្សដែលមានចិត្តគាត់ជាមនុស្សដែលចង់ជួយយើងចង់ឃើញយើងល្អគាត់នៅតែចង់ជួយយើងអញ្ចឹងតែបើសិនជាយើងដោះស្រាយបញ្ហាខ្លះជឿថាយើងមិនអាចនឹងដោះបានម្នាក់ឯងទេរឿងខ្លះគឺយើងត្រូវមានគ្នាដើម្បីទប់ដើម្បីកាន់ដើម្បីជួយ
vô từ đòi cổ đầu rương flash vi ở trao này còn tái phương này ở cả chẳng đôi nhà đọc này khơi nhé ca thọt dương trong thọt mua cho dương trong thọt đấu mua cho và sân dương mấy cái này xua lấy trong thọt camera khỏi xua để sang bên này căn camera dương cho và sân dương bên nằm này ai giờ nghĩ tới cư dương của bạn trong cả thọt to tại bên ai mau support bên ai của chú chẳng nhung hay đừng máy ra nhà chật nó không năm thay ní đôi còn bàn lực làm chẳng từ dương chi là video đại lò trốn cửa căn nè tầng ở kia đại chỉ nè slang trôi chật nâng thang đàn cuộc nhóm hay trong nâng chi là video đại đó là ca sập bài từ căn nè tọt nè từ kia hay cặp chi ai qua cô này tầm bay ỏi nè đọc em ơi một căn giống cái căn này đi chụp bàn này mình nhóm nơi đây ở đại nè đọc em ơi một cô giống có từ bàn mà đọc lại dài chẳng trong năm cha trong hai đường này mình lo đường này họ chật tiền bài mà nó bị chọc trong trăm chọc ai nên xong ngày tiết để nó chiên trôi ở trong mây và bây đây chỉ non bật hạt thông mà nhóm cứ trong có thể cầm chơi rồi cột pin screen chập được thế và đấy chẳng ở video mới cứ chiên mà đó là ti mình chọc ấy mình đang tham màn này tí đấy nhung dày dần du đấy chẳng phần công tài này đọc này á nâng nơi chỉ mũi nhóm hay nhóm nâng nơi chỉ mũi qua thì đi đâu à con